Chia bà thóm những nhông sâu cơ rốt cái nạ cam cá lục cừu nạ cừu an áp chia bán nâng sơ sang sơ tình ọc chất tì cơ rốt nâng chất tì sơ lanh rộng an những nhóm nghiên chú thang sơ ra sọ mà đến một cái thạc tì pra mùi ế này sẽ là bà thóm sơ sang sơ rau ngày ní nhóm lực lượng điều khả tập vật âm nàn cùng một án trong trường nhóm trường thá vì nét sơ cắm lấy sông kriếm chuyển biển sông ông bị thi tăng mút để bị sơ cắm đốt tỏ tàu ប្រវត្តិសាស្ត្រថ្មីនៃឆ្នាំ2025គឺជាការឈឺចាប់បានកើតឡើងនៅលើទឹកដីនិងជាតិសាសន៍កម្ពុជានៅក្នុងភូមិបាលខ្មែរបានកត់ត្រានៅព្រឹត្តិការណ៍ដោយខ្វះសារបំផុតចំនួន2លើកដែលបង្កឡើងដោយការឈ្លានពានពីសំណាក់ភាគីប្រទេសថៃមកលើកម្ពុជាលើកទី1ចាប់ពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025និងលើកទី2 ចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ធ្នូឆ្នាំ2025សង្គ្រាមទាំងពីរលើកនេះបានបន្សល់ទុកនូវវិនិស្សកម្មយ៉ាងធ្ងន់ធ្ងរដែលពួកខ្មែរត្រូវចងចាំទុកមិនអាចបំភ្លេចបានវិនិស្សកម្មទាំងនោះរួមមានការបាត់បង់អាយុជីវិតយុទ្ធជនប្រជាពលរដ្ឋឆ្លងត្រង់ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងបង្កឲ្យមានការភ័យខ្លួនចាកចេញពីផ្ទះសម្បែងរបស់បងប្អូនដែលរស់នៅតាមតំបន់ព្រំដែនក្របកំភ្លើងធំផ្សែងពុលនិងគ្រាប់បែកទម្លាក់ពីលើយន្តហោះបានធ្លាក់មកលើទឹកដីខ្មែរបង្កជាមហន្តរាយដល់លំនៅដ្ឋានប្រជាពលរដ្ឋសាលារៀនវត្តអារាមប្រាសាទបុរាណស្ពានផ្លូវថ្នល់ព្រៃព្រឹក្សាជាច្រើនត្រូវផ្ទៃផ្ទាល់ទោះបីជាយ៉ាងណាក៏ដោយវិនិស្សកម្មនេះក៏បានបង្ហាញឲ្យឃើញនៅមហាវីរភាពរបស់កងទ័ពកម្ពុជាដែលបានបដូរដាច់ការពារបូរណភាពទឹកដីដែលយ៉ាងអង់អាចក្លាហាននិងទឹកចិត្តអាណិតស្រឡាញ់របស់សប្បុរសជនដែលបានចែករំលែកដល់ជនពិសេសក្នុងបេះដូងបរិសុទ្ធជាខ្មែរតែមួយកងកម្លាំងជួរក្រោយក្រុមការងារថ្នាក់ដឹកនាំគ្រប់វិស័យក្នុងនោះគ្រូបង្រៀនបានខិតខំបន្តការបង្រៀនអប់រំដល់សិស្សដល់ជំនុំពិសេសទាំងនេះហើយដែលធ្វើឲ្យបងប្អូនជនពិសេសមានកម្លាំងចិត្តខ្លាំងក្លាក្នុងការតស៊ូនាគ្រាលំបាកនេះក្នុងនាមជាសិស្សានុសិស្សនិងជាប្រកាសស្នងសីយើងត្រូវចងចាំនៅមេរៀនសង្គ្រាមដ៏ជូរចត់នេះដោយដាក់ចិត្តសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រឲ្យបានជាក់ច្បាស់មិនមែនដើម្បីចងគំនុំនោះទេប៉ុន្តែដើម្បីពង្រឹងស្មារតីសាមគ្គីជាតិការពារអធិបតេយ្យភាពនិងចូលរួមអភិវឌ្ឍប្រទេសឲ្យកាន់តែរឹងមាំដើម្បីបង្ការកុំឲ្យមានសោកនាដកម្មដដែលនេះកើតឡើងជាថ្មីម្ដងទៀតប្រទេសកម្ពុជាជាប្រទេសកាន់គោលជំហរសន្តិភាពដូច្នេះកម្ពុជាត្រូវតែខ្លា